ព្រះយេស៊ូវបានបង្គាប់ដល់អស់អ្នកដែលបានជឿដល់ព្រះអង្គឲ្យទទួលពិធីជ្រមុជទឹកព្រះយេស៊ូវយាងមកជិតគេហើយមានព្រះបន្ទូលថាគ្រប់ទាំងអំណាចនៅឋានសួគ៌និងនៅលើផែនដីបានប្រគល់មកខ្ញុំហើយដូច្នេះចូលទៅបង្កើតឲ្យមានសិស្សនៅគ្រប់ទាំងសាសព្រមទាំងធ្វើពិធីជ្រមុជទឹកឲ្យគេក្នុងព្រះនាមព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធម៉ាថាយជំពូកទី28ខ18ដល់19នៅជំពូកទី11យើងនឹងនិយាយអំពីពិធីជ្រមុជទឹកយើងនឹងស្វាគមន៍ចូលទៅកាន់មេរៀនរបស់យើងអាមែនពេលដែលខ្ញុំនិយាយអំពីពិធីជ្រមុជទឹកបងប្អូនខ្លះធ្លាប់បានឮកំ pl ែងច្រើនដែលគេនិយាយថាអូខ្ញុំជ្រមុជទឹកឡើងត្រីស្គាល់មុខហើយចាជំរាបសួរដល់បងប្អូនទាំងអស់គ្នានៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គបងប្អូនបានទទួលការសង្គ្រោះតាមរយៈសេចក្តីជំនឿនិងព្រះគុណដែលព្រះអង្គផ្ដល់ឲ្យអញ្ចឹងមេរៀននេះមេរៀនជំពូកទី11នេះយើងនឹងនិយាយអំពីការជ្រមុជទឹកម្ដងពីព្រោះបើសិនជាយើងទទួលបានការសង្គ្រោះយើងមានជំនឿហើយជំហានបន្តយើងនឹងមានសកម្មភាពដើម្បីជឿជាក់ដើម្បីឲ្យការសង្គ្រោះរបស់យើងកាន់តែទទួលបានភាពពេញលេញអស់អ្នកដែលជឿលើព្រះយេស៊ូវគេត្រូវតែទទួលធ្វើពិធីជ្រមុជទឹកហេតុអ្វីបានព្រះអង្គបានបញ្ជាឲ្យយើងទាំងអស់គ្នានៅពេលដែលយើងជឿលើព្រះអង្គហើយយើងទទួលពិធីជ្រមុជទឹកចាយើងនឹងរៀនជាមួយគ្នានឹងមានចំណុចសំខាន់និយាយអំពីដំណើរការនៃការពិធីជ្រមុជទឹកនៅពេលដែលយើងយល់ដឹងអំពីជ័យជំនះរបស់យើងនៅក្នុងសេចក្តីសង្គ្រោះនៅក្នុងការដែលយើងទទួលពិធីជ្រមុជទឹកនោះនឹងធ្វើឲ្យយើងរស់នៅកាន់តែមានសេរីភាពនិងមានជ័យជំនះព្រោះការជ្រមុជទឹកមិនមែនគ្រាន់តែជាសញ្ញាឬក៏ពិធីលំនោះទេប៉ុន្តែវានឹងបង្ហាញអំពីសេចក្តីជំនឿនិងជំហរឬក៏ស្មោះបន្ទាល់ឬក៏មានសាក្សីជាច្រើនដែលគេនឹងចាំឈរមើលយើងដែលយើងនឹងប្រកាសជាសាធារណៈថាយើងពិតជាទទួលយកព្រះយេស៊ូវគ្រីស្ទដាក់ក្នុងជីវិតហើយជំនឿរបស់យើងបានបង្ហាញដល់មហាជនឲ្យគេបានឃើញហើយពិធីជ្រមុជទឹកក៏បង្រៀនយើងចាបង្ហាញយើងអំពីអីគឺព្រះអង្គបានសគត់ហើយខ្ញុំបានស្លាប់ជាមួយព្រះអង្គបងប្អូនអាចមើលឃើញនៅក្នុងព្រះគម្ពីររ៉ូមជំពូកទី6ខ7ដល់8ចាចំណុចទី2គឺព្រះអង្គត្រូវគេបញ្ចុះក្នុងភ្នោខ្ញុំត្រូវបានគេបញ្ចុះក្នុងភ្នោជាមួយព្រះអង្គដែរនេះជារូបភាពនៃការដែលយើងធ្វើពិធីជ្រមុជទឹកពេលខ្លះយើងមានអារម្មណ៍ថាមិនធ្វើអញ្ចឹងមិនក៏ព្រះអង្គឲ្យយើងទៅធ្វើអញ្ចឹងគឺមានហេតុផលរបស់ព្រះអង្គយើងនឹងរៀនតទៅទៀតយើងនឹងដឹងហើយរ៉ូមជំពូក6ខ3ដល់ខ4ចំណុចទី3គឺព្រះអង្គរស់ឡើងវិញខ្ញុំមានជីវិតថ្មីនៅក្នុងព្រះអង្គនេះហើយជាហេតុផលឬក៏ផុសតាងដែលយើងធ្វើពិធីជ្រមុជទឹកជាដំណើរការបង្ហាញយើងថាជាអ្វីគេមានអត្ថន័យដូចដេកអត្ថន័យចុងក្រោយគឺព្រះអង្គបានយាងទៅឋានសួគ៌ខ្ញុំឡើងទៅជាមួយព្រះអង្គនៅអេភេសូជំពូក2ខ6កូឡូសជំពូកទី3ខ1ពិធីជ្រមុជទឹកគឺជាពិធីបុណ្យនៃជីវិតចាស់របស់យើងឬក៏ពិធីជ្រមុជទឹកគឺជាអ្វីដែលយើងធ្វើដើម្បីសម្លាប់ជីវិតចាស់ចាជីវិតពីមុនថាយើងបញ្ចុះសពយើងកប់នៅក្នុងភ្នោអីចឹងនឹងឯងគេថាដូច្នេះព្រោះតែលោកអ្នកបានស្លាប់ក្នុងព្រះគ្រីស្ទលោកអ្នកកប់ជីវិតចាស់របស់លោកអ្នកនៅក្នុងពិធីជ្រមុជទឹកគឺនេះជាអត្ថន័យនៃពិធីជ្រមុជទឹកទី2គឺការរស់ឡើងវិញរបស់យើងខាងឯជីវិតថ្មីស្លាប់ជីវិតចាស់រស់ជីវិតថ្មីបងប្អូនអាចមើលឃើញចាលោកអ្នកងើបចេញពីទឹកពេលដែលលោកគ្រូអ្នកគ្រូកាមក្រុមជំនុំគាត់នឹងឲ្យយើងធ្វើពិធីជ្រមុជទឹកគាត់នឹងប្រាប់ពីយើងត្រូវធ្វើមិនខ្មិចហើយពីជ្រមុជអេលិចហើយងើបឡើងហើយគាត់នឹងប្រាប់ថាពេលដែលជ្រមុជអេលិចហ្នឹងគឺជាអីហើយពេលងើបឡើងគឺជាអីដូចខ្ញុំបាននិយាយចំណុចខាងលើមកអញ្ចឹងបងប្អូនឃើញដឹងទេថានៅលើលោកីនេះឬក៏នៅក្នុងពិភពលោកនេះមានអំណាចមានរាជពីរចាបងប្អូនដឹងទេថាយើងមានរាជពីរនគរពីរនគរនៃសេចក្តីងងឹតនិងនគរនៃសេចក្តីពន្លឺហើយនគរនៃសេចក្តីងងឹតបងប្អូនដឹងថាជារបស់សាតាំងហើយនគរនៃសេចក្តីពន្លឺព្រះរាជនៃឋានគឺជាព្រះរាជនៃឋានបរមសុខជានគរនៅខាងឯពន្លឺហើយព្រះយេស៊ូវគ្រីស្ទគឺតំណាងឲ្យព្រះរាជនៃសេចក្តីពន្លឺចាយើងឃើញថាព្រះអង្គបានរំដោះយើងឲ្យរួចពីអំណាចនៃសេចក្តីងងឹតហើយផ្លាស់យើងឲ្យមកក្នុងរាជនៃព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គនៅកូឡូសជំពូកទី1ខ13ចាបុរសស្ត្រីគ្រប់រូបដែលកើតមកក្នុងโลกនេះតែងតែកើតមកនៅក្នុងរាជនៃសេចក្តីងងឹតបើយើងអត់ទាន់ជឿលើព្រះយេស៊ូវគឺយើងជាកម្មសិទ្ធិចាយើងគឺជាទាសករនៅក្រោមអំណាចនៃសាតាំងចាហើយគ្មានផ្លូវណាដែលអាចនាំយើងចេញពីរាជនេះបានឡើយលើកលែងតែការស្លាប់ចាលើបងប្អូននឹងយល់ខ្លះហើយថាលើកលែងតែការស្លាប់ចាហើយក៏គ្មានផ្លូវណាចូលទៅក្នុងរាជរបស់ព្រះអង្គបានដែរលើកលែងតែការកើតម្ដងទៀតដូច្នេះព្រះយេស៊ូវគ្រីស្ទបានយាងមកទាំងសគត់ទាំងកើតជាថ្មីសម្រាប់
យើងហើយយើងប្រកាសពីការនេះនៅក្នុងពិធីជ្រមុជទឹកចានៅពេលដែលយើងធ្វើពិធីជ្រមុជទឹកគឺយើងស្លាប់ហើយយើងងើបមកវិញយើងរស់ជាមួយព្រះយេស៊ូវគ្រីស្ទពីព្រោះយើងដឹងបើយើងចង់រួចចេញពីសេចក្តីងងឹតគឺមានតែស្លាប់ទេគ្មានផ្លូវណាផ្សេងគ្មានអ្វីដែលអាចជួយយើងបានទេហើយដោយដែលយើងមានពូជសាសន៍ពីរផងដែរចាពូជសាសន៍មួយគឺជាពូជសាសន៍របស់អ្នកណាគឺជាពូជសាសន៍របស់អាដាមចាយើងឃើញថាយើងមានពូជសាសន៍ពីរដែរដោយដែលមានរាជពីរយ៉ាងណានោះនៅក្នុងរាជនីមួយៗក៏មានពូជសាសន៍ផ្សេងៗគ្នាយ៉ាងនោះដែរសាសន៍អាដាមរស់នៅក្នុងរាជនៃសេចក្តីងងឹតរីឯមនុស្សថ្មីរស់នៅក្នុងរាជរបស់ព្រះចាយើងមើលអាដាមដំបូងព្រះជាម្ចាស់បានបង្កើតអាដាមដំបូងឲ្យមានលក្ខណៈដូចព្រះជាម្ចាស់ប៉ុន្តែអាដាមត្រូវបានធ្លាក់ចុះចាបងប្អូនអាចមើលឃើញនៅក្នុងចាយើងមើលអាដាមដំបូងមនុស្សទាំងអស់ស្លាប់ក្នុងអាដាម1កូរិនថូសជំពូក15ខ22ចាបងប្អូនអាចអាននៅរ៉ូមជំពូក5ខ10រ៉ូមជំពូក5ខ12ចាអាដាមជាឪពុករបស់មនុស្សជាតិទាំងអស់ចាយើងឃើញហើយថាអាដាមត្រូវបានបង្កើតឡើងឲ្យមានលក្ខណៈដូចព្រះប៉ុន្តែអាដាមត្រូវបានជ្រើសរើសជីវិតឯករាជ្យដែលការមិនជឿព្រះទៅរស់នៅដោយពឹងអាងលើខ្លួនឯងហើយបានដាច់ចេញពីព្រះអង្គដោយព្រោះតែបាត់ល្មើសធ្វើរំលងពីក្រឹតវិន័យរបស់ព្រះអញ្ចឹងយើងទាំងអស់គ្នាបានកើតមនុស្សនៅក្នុងលោកនេះសុទ្ធតែកើតចេញមកពីនិស្ស័យរបស់អាដាមអញ្ចឹងយើងឃើញថាដើម្បីឲ្យស្ដារអាដាមឡើងវិញព្រះយេស៊ូវគ្រីស្ទត្រូវមកធ្វើជាអាដាមចុងក្រោយចាអាដាមចុងក្រោយដើម្បីអីមកសម្លាប់ចាកាលយើងនៅទន់ខ្សោយនៅឡើយលុះដល់កំណត់ព្រះគ្រីស្ទបានសគត់ជំនួសមនុស្សដែលប្រព្រឹត្តអាក្រក់ឬក៏មនុស្សដែលប្រព្រឹត្តអាក្រក់ចំពោះព្រះអង្គកាលយើងនៅខ្សោយនៅឡើយលុះដល់កំណត់ហើយព្រះគ្រីស្ទបានសគត់ជំនួសមនុស្សដែលប្រព្រឹត្តអាក្រក់បងប្អូនអាចមើលឃើញនៅក្នុងព្រះគម្ពីររ៉ូមជំពូក5ខ6ចាគ្មានផ្លូវណាដែលព្រះអាចផ្លាស់ប្ដូរពូជសាសន៍អាដាមដែលបានធ្លាក់ចុះក្នុងអំពើបាបនោះឡើយព្រះអង្គត្រូវតែបញ្ចប់ពូជសាសន៍នោះហើយចាប់ផ្ដើមពូជសាសន៍នៃមនុស្សជាតិមួយថ្មីទាំងស្រុងឡើងវិញព្រះយេស៊ូវជាអាដាមចុងក្រោយព្រះអង្គបានយាងមកនៅក្នុងនាមជាអាដាមជាកូនពៅនៃសាសរបស់អាដាមហើយជាកូនច្បងនៃពូជសាសថ្មីអញ្ចឹងយើងតែងតែឮចាដោយសារតែអាដាមបានធ្លាក់ចុះនឹងឯងអញ្ចឹងព្រះយេស៊ូវគ្រីស្ទត្រូវតែមកនៅក្នុងអាដាមទី2បើបងប្អូនអានកាពីរ៉ូមបងប្អូនអានបងប្អូននឹងឃើញចាប្រហែលជាជំពូក5ហើយជំពូក6ហ្នឹងចានៅរ៉ូមបងប្អូនអានរ៉ូមប្រហែលជាជំពូក5បងប្អូននឹងឃើញថាយើងរួមមួយព្រះគ្រីស្ទសន្តិភាពមួយព្រះគ្រីស្ទព្រះអង្គបង្រៀនយើងការបង្រៀនបងប្អូនអាចមើលឃើញនៅក្នុងព្រះគម្ពីររ៉ូមដែលនិយាយអំពីឬក៏បងប្អូនអាចអាននៅក្នុងព្រះគម្ពីររ៉ូមជំពូក5បងប្អូននឹងឃើញហើយអញ្ចឹងបងប្អូនយើងដឹងហើយថាអាដាមបានព្រះអង្គបានបង្កើតអាដាមឲ្យមានលក្ខណៈដូចព្រះហើយតែអាដាមបានធ្លាក់ចុះអាដាមបានចាបរាជ័យអាដាមបានមានបាបហើយមនុស្សលោកតែនៅលើផែនដីទាំងមូលមិនថាប្រុសមិនថាស្រីកើតមកគឺមាននិស្ស័យបាបតាំងពីដើមកំណើតមានន័យថាសេចក្តីស្លាប់អំពើបាបវាជាមរតករបស់យើងអញ្ចឹងដើម្បីឲ្យយើងរួចពីបាបព្រះយេស៊ូវគ្រីស្ទត្រូវមកយកនិស្ស័យជាមនុស្សមានន័យថាព្រះអង្គគឺជាអាដាមចុងក្រោយនឹងឯងដើម្បីមករំដោះយើងឲ្យចេញពីអំណាចនៃអំពើបាបនិងសេចក្តីងងឹតអញ្ចឹងតាមរយៈអីគឺការសគត់និងការរស់ឡើងវិញដោយដែលជារូបភាពដែលយើងធ្វើពិធីជាមួយទឹកដូចគ្នាយើងកប់នៅក្នុងភ្នោយើងស្លាប់ជាមួយព្រះយេស៊ូវយើងរស់ពេលយើងងើបពីទឹកមកវិញយើងរស់នៅជីវិតថ្មីអេមែនចានៅពេលព្រះអង្គបានសគត់នៅលើជើងឆ្កាងពូជសាសអាដាមនិងនិស្ស័យដែលជាប់បាបរបស់អាដាមបានស្លាប់ព្រះជាម្ចាស់ត្រូវបានសម្លាប់ពូជសាសដែលធ្លាក់ក្នុងអំពើបាបនៅក្នុងព្រះអង្គហើយពូជសាសអាដាមក៏បានស្លាប់នៅក្នុងព្រះគ្រីស្ទចានេះហើយជាដំណើរការនៃការពិធីជ្រមុជទឹកយើងជ្រមុជទឹកគឺយើងធ្វើបែបដូចនេះឯងយើងទទួលស្គាល់ថាដើម្បីសម្លាប់និស្ស័យចាស់យើងត្រូវតែស្លាប់សិនមិនមែនយើងត្រូវយកទៅឆ្កាងមិនមែនយើងត្រូវកើតជាថ្មី
ដូចចូលក្នុងពោះម្ដាយទេគឺយើងធ្វើពិធីជាមួយទឹកបង្ហាញចាដូចនៅក្នុងព្រះគម្ពីរថាចូលកែប្រែចិត្តគំនិតហើយធ្វើពិធីជាមួយទឹកដើម្បីឲ្យព្រះជាម្ចាស់លើកលែងទោសឲ្យយើងរួចពីបាបចាគឺធ្វើពិធីជាមួយទឹកកែប្រែចិត្តទទួលព្រះអង្គនឹងលើកលែងយើងឲ្យរួចពីបាបអញ្ចឹងព្រះយេស៊ូវគ្រីស្ទពេលដែលព្រះអង្គរស់ឡើងវិញព្រះអង្គคล้ายទៅជាមនុស្សទី2ចាមនុស្សទី2មនុស្សទាំងអស់នឹងបានប្រោសឲ្យរស់ក្នុងព្រះគ្រីស្ទយ៉ាងនោះដែរបងប្អូនអាចអានកូរិនថូសទី1ចំពុក15ខ22ទៅឬក៏អានមួយចំពុកឲ្យចប់ទៅបងប្អូននឹងឃើញហើយចាអាដាមចុងក្រោយអាដាមទី1អាដាមចុងក្រោយនិងមនុស្សថ្មីនៅពេលដែលព្រះយេស៊ូវគ្រីស្ទទ្រង់មានប្រជញ្ញរស់ឡើងវិញព្រះអង្គคล้ายទៅជាមនុស្សថ្មីផ្សេងមួយទៀតចាមនុស្សថ្មីស្រឡាងតែម្ដងដែលមិនជាប់ពាក់ព័ន្ធជាមួយនឹងអាដាមទៀតទេគឺព្រះអង្គគឺជាមនុស្សថ្មីដែលមកពីឋានសួគ៌ដូច្នេះហើយដើម្បីឲ្យយើងអាចនាំយើងត្រឡប់ដូច្នេះហើយដើម្បីឲ្យនាំយើងអាចត្រឡប់ទៅកាន់ព្រះជាម្ចាស់វិញឲ្យคล้ายទៅជារូបកញ្ចក់ដូចព្រះជាម្ចាស់វិញចឹងនៅពេលដែលព្រះយេស៊ូវគ្រីស្ទទ្រង់មានប្រជញ្ញរស់ឡើងវិញនោះឯងចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងយល់ថាអាដាមទី1អាដាមចុងក្រោយមនុស្សទី2បងប្អូនដឹងហើយមនុស្សទី2គឺសំដៅទៅលើតួអង្គព្រះយេស៊ូវគ្រីស្ទជារូបកញ្ចក់ឆ្លុះរបស់ព្រះចាព្រះអង្គមកដើម្បីបង្ហាញព្រះរាជបុត្រាហើយនៅពេលដែលយើងទទួលយកព្រះអង្គជឿលើព្រះអង្គហើយយើងប្រកាសសេចក្តីជំនឿរបស់យើងនៅក្នុងពិធីជាមួយទឹកគឺយើងនឹងបានដូចរូបព្រះអង្គវិញចាមានលក្ខណៈដូចព្រះជាម្ចាស់បរិសុទ្ធដូច្នេះបានជាយើងតែងតែអ្នកជឿតែងតែប្រាប់ថាខ្ញុំបានសុចរិតខ្ញុំបានបរិសុទ្ធខ្ញុំបានរួចពីបាបដោយសារតែយើងបានកើតជាថ្មីនៅក្នុងព្រះយេស៊ូវគ្រីស្ទយើងបានរួមស្លាប់ជាមួយព្រះអង្គហើយយើងបានរស់ឡើងវិញជាមួយព្រះអង្គចាបងប្អូនអាចអាននៅក្នុង1កូរិនថូសចំពុក15ខ45ដល់49ចាយើងមើលមនុស្សថ្មីដូច្នេះអ្នកណាដែលនៅក្នុងព្រះគ្រីស្ទអ្នកនោះកើតជាថ្មីហើយអ្វីៗដែលចាស់បានកន្លងផុតទៅហើយអ្វីៗដែលថ្មីនឹងមកត្រឡប់ហើយមើលអ្វីៗទាំងអស់បានត្រឡប់មកជាថ្មីចាដូច្នេះបើអ្នកណានៅក្នុងព្រះគ្រីស្ទអ្នកនោះកើតជាថ្មីហើយអ្វីៗដែលចាស់បានកន្លងផុតទៅមើលអ្វីៗទាំងអស់បានត្រឡប់ជាថ្មីវិញ2កូរិនថូសចំពុក5ខ17បងប្អូនអាចអានអេភេសូចំពុក2ខ10នៅក្នុងពិធីជាមួយទឹកយើងប្រកាសប្រាប់ចាមិត្តសម្លាញ់របស់យើងនិងអ្នកដែលស្គាល់យើងទាំងប្រមាណថាយើងលែងជាចំណែកនៅក្នុងពូជសាសន៍របស់អាដាមនិងរាជនៃសេចក្តីងងឹតទៀតហើយយើងគឺជាមនុស្សថ្មីនៅក្នុងព្រះគ្រីស្ទជាសិទ្ធិនៃព្រះរាជរបស់ព្រះអង្គហើយនេះហើយជាអត្ថន័យដែលយើងធ្វើពិធីជាមួយទឹកខ្ញុំសង្ឃឹមថាបងប្អូននឹងបានយល់ដឹងពីពិធីជាមួយទឹកចាពិធីជាមួយទឹកជួយយើងអីគេខ្លះហើយពិធីជាមួយទឹកមានអត្ថន័យដូចម្ដេចចាតាមរយៈកិច្ចការនេះខ្ញុំដឹងច្បាស់ហើយថាជីវិតចាស់របស់ខ្ញុំលែងជាប់មានបាបនិងលែងត្រូវបានជាប់ជំនុំជម្រះទៀតហើយខ្ញុំត្រូវបានស្លាប់នៅក្នុងការសគត់របស់ព្រះគ្រីស្ទហើយឥឡូវនេះដោយព្រោះតែព្រះយេស៊ូវមានប្រជញ្ញរស់ឡើងវិញខ្ញុំរស់នៅក្នុងជីវិតមួយថ្មីទាំងស្រុងដោយព្រោះពិធីជាមួយទឹកជានិមិត្តរូបសម្ដែងប្រាប់ពីការនេះអាមែនសូមព្រះប្រទានពរហើយយើងនឹងជួបគ្នានៅចំពោះក្រោយទៀត